ធ្លាប់តែធ្វើមីហិលញ៉ាំនៅផ្ទះបងប្អូនប៉ុន្តែថ្ងៃនេះគឺថាយកមីហិលមកធ្វើញ៉ាំនៅខាងក្រៅពេជ្រនិចញ៉ាំអង្គុយញ៉ាំជុំគ្នាអញ្ចឹងហ្មងហើយគ្រឿងផ្សំដែលយើងមានហ្នឹងគឺអត់មានអីច្រើនទេបងប្អូនមានតែគ្រឿងដែលថាយើងអាសាធ្វើញ៉ាំអញ្ចឹងណាយើងត្រៀមមកឲ្យបងប្អូនព្រោះតែដល់នៅខាងក្រៅហ្នឹងយើងអត់មានជ្រុញមានកបិតអីដែលថាធ្វើចេញមកបំពកបំប៉ាក់អីញ៉ៃញ៉ៃអីអញ្ចឹងថ្ងៃនេះគឺយើងត្រៀមជាប្រអប់ដាក់មកហើយយើងមានគ្រឿងសមុទ្រអីអញ្ចឹងយើងត្រូវការត្រាំតកកុំឲ្យវាស្អុយអញ្ចឹងមានគ្រឿងសមុទ្រមានប្រហិតហើយយើងដាក់នៅក្នុងប្រអប់យើងមួយមកបងប្អូនណែហើយយើងទៅដល់ហ្នឹងយើងធ្វើយកហ្មងហើយតួឯកសំខាន់របស់យើងហ្នឹងគឺមីហិលកូរ៉េណូបងប្អូនតែអត់មានមីហិលគឺថាយើងធ្វើអត់កើតទេឥឡូវនេះគឺមកដល់ហើយណាបងប្អូនហើយថ្ងៃនេះគឺថាបើកថ្ងៃល្អមែនតែននិយាយទៅចង់ធ្វើអីញ៉ាំនៅខាងក្រៅម្ដងបងប្អូនព្រោះដោយសារតែធ្វើញ៉ាំនៅផ្ទះច្រើនពេកអញ្ចឹងហើយនេះជាគ្រឿងផ្សំរបស់យើងបងប្អូនត្រៀមមកពីផ្ទះហើយមកគឺថាល្អមែនតែនយើងបាច់ថាហាន់អីញ៉ៃញ៉ៃច្រើនទេយើងដាក់តែដាំទឹកហើយដាំទឹកនេះបងប្អូននៅខ្យល់នៅខាងក្រៅខ្យល់មែនតែនហ្មងបើថាយើងតដាក់បាំងអញ្ចឹងហើយនេះឥឡូវចាប់ផ្ដើមដាក់មីចូលទេបងប្អូននិយាយទៅអត់មានអីពិបាកធ្វើទេងាយស្រួលធ្វើមែនតែនហើយខ្ញុំ2នាក់3នាក់នេះបងប្អូនដាក់2កញ្ចប់មិនថាញ៉ាំគ្រាន់អញ្ចឹងណាហើយយើងដាក់គ្រឿងអំបិលអីគេចូលអស់មកហើយបន្តមកទៀតគឺខ្ញុំដាក់គ្រឿងរបស់គេម្សៅម្ទេសហិលហ្នឹងបងប្អូនដាក់2កញ្ចប់ចូលមកអញ្ចឹងមកគឺថាហិលកម្រិត7ចេញមកឆ្ងាញ់មកហ្មងហើយគ្រឿងបន្លែផ្សេងហ្នឹងបងប្អូនយើងគ្រាន់តែថាបន្លែដែលយើងបានត្រៀមហើយនេះយើងដាក់ចូលមកបងប្អូនមានអីយើងដាក់ចូលមកអស់មកប្រហិតបន្លែជាពិសេសហ្នឹងគឺខ្ញុំមានគ្រឿងសមុទ្រដាក់ចូលដែរបងប្អូនមានមឹកមានបកាមានអីអញ្ចឹងអូយញ៉ាំជាមួយគ្នាបងប្អូនហើយហិលបែកញើសឆ្ងាញ់មែនតើហើយច្បាច់ក្រូចឆ្មាយើងដាក់ជីចូលមកប៉ុណ្ណេះមកបងប្អូនបានមួយឆ្នាំងពេញបឹបឡើងថាឡើងជះក្លិនឈ្ងុយពេញសួនហ្នឹងមកបងប្អូនសួននៅកោះនរាយើងនេះហ្នឹងបើកមកឃើញតែផ្សែងហុយទលោមចេះមើលទៅគួរឲ្យថាតំណងញ៉ាំខ្លាំងមែនតើណានិយាយទៅគេមកដើរលេងសួនអញ្ចឹងគេទិញរបស់ស្រាប់ៗយកមកញ៉ាំប៉ុន្តែចម្លែកតែពួកខ្ញុំបងប្អូនធ្វើមីហិលញ៉ាំនៅសួនហ្នឹងមកហ្មងនិយាយទៅវាធ្វើយើងធ្វើអញ្ចឹងទៅអស់លុយតិចហើយយើងញ៉ាំបានឆ្អែតញ៉ាំបានគ្នាច្រើនទៀតបាយធ្វើអីច្រើនទេបងប្អូនបានតែជួបជុំគ្នាអញ្ចឹងដាក់តាមមួយឆ្នាំងចេះបងប្អូននៅចាប់ទៅដើមទៅថាអត់ឈ្នះគ្នាមកហ្មងមីហិលកូរ៉េណូនេះរសជាតិរបស់គេឆ្ងាញ់បងប្អូនយើងបាច់ដាក់គ្រឿងថែមថយអីច្រើនទេដាក់តែគ្រឿងដែលគេមានក្នុងកញ្ចប់ហើយ topping ដែលខ្ញុំបានបង្ហាញចេះមកឆ្ងាញ់ដូចយើងបានតែញ៉ាំនៅក្នុងហាងលក់មីហិល7កម្រិតអញ្ចឹងបងប្អូនហើយណែយើងញ៉ាំពេលល្ងាចឡើងមើលទេសភាពថ្ងៃលិចមើលឃើញអាគារខ្ពស់អីចឹងមកអូយវាថាយើងញ៉ាំបានច្រើនមែនទែនជាវាថាពេលល្ងាចអញ្ចឹងហើយបងប្អូនក៏អាចសាកល្បងធ្វើបែបនេះដូចខ្ញុំបានដែរអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេបាយ